ចាសួស្តីឥឡូវមកផ្លុកទៅទាំងមកជូខ្ញុំទាំងអស់គ្នាផ្អែមណាស់ចាទាំងមកជូសំចិត្តទឹកលៀងតិចទឹកមានដីមានអីហុយហើយយើងលាងស្លាយលាងសាប៊ូញឹកញាប់ដែរពួកអីខ្ញុំចំណោចមានអីចឹងខ្ញុំបាញ់លាងចឹងយើងយកមកលាងទឹកលាងទឹកស្អាតណាជ្រូកមើលខណៈជ្រូកមើលដល់ផ្អែមណាវាមានក្រហមខ្លះអញ្ចឹងអត់នេះទេហើយវាចង់ហូបទៅសបកបានចង់នេះតែខ្ញុំចង់បកពួយសបកទឹកចង់មកជូរនេះសបកវារៀងក្រាស់មានក្របតែវាផ្លែវាទុំពណ៌ខ្មៅចាទុំពណ៌ខ្មៅអែមចាអែមអានេះអែមតាមមើលក្រហមអត់អែមទៅជូរអានេះនៅរឿងជូរចានេះតាមខ្មៅក្របទៅមកជួយបើយើងបដោះវាដោះចាបដោះឲ្យដាំដោះដូចគ្នាគ្រាន់តែពេលដែលយើងយកក្របយកទៅដាំវារៀងយូរឆ្នាំតិចបានផ្លែចាញ់សាហើយណាយូរឆ្នាំបើយើងចូលមើលបើតាមពូជខ្លះវាមាន2ឆ្នាំ3ឆ្នាំទៅមិនផ្លែតែបើយើងយកវាពូជដែលតមេឃចាហ្នឹងងាយតែ6 8ខែផ្លែចាហើយតាមពូជខ្លះវាមានពូជស្រាលអីចឹងឆាប់ផ្លែផ្អែមចាផ្អែមជូរតិចហើយហូបទៅវាបើយើងធម្មជាតិវាមានសសនេះលឿងមិនជ្រះហើយលឿងញីចេះជ្រះចាបើយើងធម្មជាតិចឹងពេលដែលយើងហូបទៅវាខុសគ្នាត្រង់ចាំជូរគេខ្លះមួយចំនួនចាថាមួយចំនួនទៅយើងអត់ដឹងថាបើគេវាធម្មជាតិឬមិនធម្មជាតិយើងមិនដឹងទេប៉ុន្តែពេលដែលយើងដាំរបស់ដែលតាំងជូរដែលដាំហូបខ្លួនឯងរសជាតិវាយើងទុកកាន់តែយូរឲ្យវាទុំញោវាផ្អែមចាហើយយើងហូបទៅវាឈួលក្នុងកៅអ៊ូមាត់ហ្នឹងដល់ច្រមុះចាហ្នឹងណាចាឆ្ងាញ់សបកវាក្រាស់ហើយហូបនឹងសបកហ្មងលាងស្អាតឲ្យផ្អែមណាបានណាផ្អែមប៉ុន្តែជូរតិចបាក់ហមជូរដីសុករបស់ខ្ញុំគឺចង់ទនេចាមកហូបបេះនឹងហូបព្រោះដាំខ្លួនឯងឃើញមានផ្លែនេះបេះហូបcáiដីសុករបស់យើងព្រោះយើងដាំបានផលបានហូបចាហើយយ៉ាងទៀតយើងដាំដោយស្នាដៃយើងដឹងថាអាហ្នឹងវាល្អមិនចាយើងប្រើមិនអីមិនយើងដឹងហើយវាជារបស់ធម្មជាតិសង្100%ពេលខ្លះចាពេលខ្លះដែលថាมัน100%ទី1ពេលខ្លះបើវាកាត់ជំងឺយើងត្រូវការថែទាំវាចាព្យាបាលវាដោយតាមនេះយើងចឹងចាបាញ់ថ្នាំបាញ់អីការពារព្យាបាលវាជារោគទៅវារូតលាស់សាថ្មីយើងយើងឲ្យវាផ្លែមធម្មជាតិចឹងបានហើយបើយើងដាំធម្មជាតិវារៀងមានរយៈពេលរៀងយូរជាងគេដាំអត់ធម្មជាតិគេឆាប់បានទុកចាប់អីអញ្ចឹងចានេះធម្មជាតិវាប្រើរយៈពេលយូរជាងចាយូរជាងរបស់ពេលខ្លះគេប្រើដូចថាប្រើឈើអត់ធម្មជាតិគេបេះមកស្ទើគេយកទៅស្រុកថ្នាំឬឲ្យយកមកហូបអញ្ចឹងចាអញ្ចឹងវាប៉ះពាល់សុខភាពយើងចាតែនេះយើងដាំខ្លួនឯងយើងហូបខ្លួនឯងមានត្រឹមម្ដងពីដើមដាំក្បែរចេះឬក្នុងថូអាហ្នឹងចាបានហូបជាលក្ខណៈក្នុងគ្រួសារខ្លួនឯងតូចចាហើយពេលដែលយើងដាំច្រើនបានច្រើនត្រួយនេះយើងអាចយកទៅធ្វើជាបន្លែផ្ទាប់បានចាហើយគេប្រហុកឆៅទឹកលក់ផ្
ភ្លាសាច់មាន់ភ្លាសាច់គោអីហ្នឹងចាភ្លាកពឹសបុកល្ហុងឡាបអីបានទាំងអស់ត្រួយវាព្រោះវាដូចត្រួយមកកាក់នឹងរៀងចត់ជូរដូចគ្នាចាហ្នឹងចាហើយផ្លែត្រពាំងម្ជូរពេលក្តាប់ជូរយើងអាចយកបុកទឹកត្រីបានផ្ទាប់ជាមួយសាច់អីផ្សេងបានចាបាយបាយ